អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ថាហេតុអីអក្សរ A ពេលខ្លះអានថា A ពេលខ្លះអានថា A ហើយមួយវិញទៀតធ្លាប់ឃើញហើយវីដេអូជនជាតិគេសន្ទនាគ្នាណាម្នាក់ទៀតគាត់និយាយនៅអ្វីដែលគាត់ចង់បានតែបែរជាអ្នកដែលស្ដាប់គាត់នោះទៅយករបស់ដែលគាត់ចង់បានទៅវិញបាទបញ្ហាអាចកំបាំងនេះគឺនៅត្រង់ IPA ហ្នឹងហើយព្រោះតែកាលណាយើងអត់ស្គាល់សំឡេងរបស់ភាសាអង់គ្លេសពាក្យភាសាអង់គ្លេសហ្នឹងដែលយើងបញ្ចេញទៅវាទៅតែជាអត្ថន័យមួយទៀតផ្សេងគ្នាភ្លាមហ្មងអញ្ចឹងធ្វើឲ្យគូមួយខាងទៀតស្ដាប់យើងបានឥឡូវតោះទៅមើលវីដេអូនិងស្គាល់អំពីសំឡេងIPA ទាំងអស់គ្នាបាទ Let's go បាទគោរពជំរាបសួរអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពី English IPA បាទនិមិត្តសញ្ញាសំឡេងរបស់ភាសាអង់គ្លេសបាទ IPA ហ្នឹងគឺជានិមិត្តសញ្ញាសំឡេងមួយដែលត្រូវបានប្រើប្រាស់ជាអន្តរជាតិបាទហើយ IPA ហ្នឹងគឺសំខាន់មែនទែនសម្រាប់យើងអ្នករៀនភាសាបាទព្រោះវាជួយឲ្យយើងបញ្ចេញសំឡេងភាសាអង់គ្លេសហ្នឹងបានត្រូវស្ទើរតែ100%បាទអញ្ចឹងដល់ខ្ញុំមើលនៅលើអេក្រង់នេះបាទរូបភាពនេះគឺជានិមិត្តសញ្ញាទាំង44សំឡេងបាទរបស់ IPA ហើយ44សំឡេងហ្នឹងត្រូវបានបែងចែកជាផ្នែកធំទៀតបាទគឺទី1គឺយើងហៅថា vowel sound បាទគឺសំឡេងស្រៈមាន20សំឡេងបាទហ្នឹងសំឡេងស្រៈមាន20សំឡេងហើយ20សំឡេងហ្នឹងបែងចែកជា2ទៀតបាទគឺទី1ហៅថាស្រៈតូលបាទស្រៈតូលហ្នឹងមាន12ស្រៈតូលមាន12ណាយើងហៅថា single vowels បាទមាន12សំឡេងហើយនឹងផ្នែកទី2នោះគឺ double បាទ double vowels បាទ double vowel sound ហ្នឹងគឺមាន8សំឡេងបាទមាន8សំឡេងអាហ្នឹងយើងហៅថាស្រៈផ្សំបាទស្រៈផ្សំហ្នឹងមាន8សំឡេងដល់ពេលផ្នែកទី2របស់ IPA គឺមិនយើងថាវាចែកជា2ផ្នែកធំណាបាទគឺ consonant sound បាទ consonant sounds នេះគឺសំឡេងព្យញ្ជនៈមាន24សំឡេងបាទមាន24សំឡេងហើយ24សំឡេងហ្នឹងត្រូវបានបែងចែកជា2ទៀតបាទទី1គឺvoice sound ហ្នឹងគឺសំឡេងដែលមានរំញោនៅក្នុងបំពង់កបាទនេះមានរំញោចេញពីបំពង់កគេហៅថា voice sound ដល់ពេលទី2នោះគឺvoiceless sound ហ្នឹងvoiceless sound ហ្នឹងគឺសំឡេងដែលមិនមានរំញោនៅក្នុងបំពង់កវាចេញតែខ្យល់ទេបាទអធិស្ឋានអ្នកទាំងគ្នាណាតកតងទៅនឹងពាក្យកន្លែងសំឡេងដែលមិនមានរំញោនៅក្នុងបំពង់កមិញគឺគេអានថា voiceless បាទ voiceless sound បាទខ្ញុំច្រឡំអាន voiceless ណាតែប៉ុន្តែអានថា voiceless បាទអញ្ចឹងខ្ញុំគាត់តែបញ្ជាក់ទៅនឹងទេបាទអធិស្ឋានណាមិនអញ្ចឹងខ្ញុំអានខុសបាទអញ្ចឹងសរុបមក IPA ហ្នឹងគឺមាន44សំឡេងបាទហើយ44សំឡេងហ្នឹងបែងចែកជា2បាទសរុបឡើងវិញគឺផ្នែកទី1របស់វាគឺយើងហៅថា vowel sounds បាទសំឡេងស្រៈមាន20សំឡេងបាទហើយមួយទៀតគឺ consonant sounds បាទ consonant sound ហ្នឹងមាន24សំឡេងអញ្ចឹងទាំងអស់ហ្នឹងបូកបញ្ចូលគ្នាវាបានទៅជា44សំឡេង44និមិត្តសញ្ញាណាបាទអញ្ចឹងបើចង់ចេះច្បាស់បញ្ចេញសំឡេងត្រូវទាំង44សំឡេងហ្នឹងបាទកុំភ្លេចបាទជួយចុច Subscribe ដាក់រូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្ថែមទៀតបាទ See you next video